សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំដល់វ៉ាន់សូមមកបង្ហាញអំពីទីតាំងបន្ទប់ស្នាក់នៅមួយកន្លែងនៅក្នុងខេត្តសៀមរាបយើងនៅកណ្ដាលក្រុងនៅម្ដុំវត្តគោក្រោយបញ្ញសាសហើយខាងមុខនេះគឺជាបន្ទប់ទទួលភ្ញៀវមានផ្ទះបាយមានចង្ក្រានបាយនៅក្នុងនឹងស្រេចមានកូនសាឡុងមួយហើយនឹងមានបន្ទប់គេងមួយនៅខាងក្រោយបន្ទប់គេងមានក្រេធំទូលាយសម្រាប់ម្នាក់ឬពីរនាក់វាសមរម្យមែនទែនដូចបងប្អូនឃើញស្រាប់ហើយនៅក្នុងមានទូដាក់សម្លៀកបំពាក់មួយធំបងប្អូនដាក់វ៉ាលីដាក់ខោអាវបានប៉ុណ្ណាហើយហើយមានម៉ាស៊ីនត្រជាក់ពីរនៅខាងមុខមួយនៅខាងបន្ទប់គេងនេះមួយហើយយើងងាកមកមើលបន្ទប់ទឹកវិញធំទូលាយថែមទាំងមានទឹកក្តៅទឹកត្រជាក់ផងដែរបន្ទប់ទឹកគឺធំទូលាយហើយវីដេអូនេះខ្ញុំមកថតដោយសារបងប្អូនអ្នកស្គាល់គាត់ឃើញខ្ញុំថតវីដេអូប្រហែលថ្ងៃចូលចេះតែមកជួយថតជម្រាបបងប្អូនឲ្យដឹងទៅមានប្រម៉ូទមានអីទេគឺចេះថតតែធ្វើ content ថតទៅឲ្យថតធ្វើ content បងប្អូនអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្តទៀតអរគុណបងប្អូនជម្រាបលា